ដំបូងត្រូវដេរយ៉ាងប្រុងប្រយ័ត្នផ្នែកអំពីវនីវខាងមុខនិងផ្នែកត្រីកោណតូចដែលបានចាត់ចែងនៅខាងក្នុងបន្ទាប់មកប្រើសន្លឹកក្រណាត់ដើម្បីដេរជាមួយផ្នែកខោក្រៅនៅក្នុងដំណើរការនេះសូមធានាឲ្យប្រាកដថាសញ្ញាសម្គាល់នៃផ្នែកនីមួយត្រូវបានផ្គូផ្គងយ៉ាងត្រឹមត្រូវដើម្បីទប់ស្កាត់ការប្រែប្រួលរូបរាងបន្ទាប់មកនៅចន្លោះផ្នែកអំពីវនីវនិងផ្នែកដែលមានរាងដូចតូផ្នែកដែលមានរាងអូឬមានប្រវែងខុសគ្នាត្រូវដេរយ៉ាងប្រុងប្រយ័ត្នដោយផ្អែកលើសញ្ញាសម្គាល់ដំណើរការនេះនិងធានាឲ្យភាគនីមួយបង្កើតជាបន្ទាត់ស្រស់ស្អាតនិងភ្ជាប់ជាបន្តបន្ទាប់បង្កើតសម្ទល់ឲ្យសរុបឲ្យល្អឥតខ្ចោះបន្តប្រើបច្ចេកទេសកូបាស្ដិចដើម្បីចងចុងក្រណាត់របស់សន្លឹកក្រណាត់វាជាវិធីសាស្ត្រដេរចុងក្រណាត់នៅជិតព្រំដែនដើម្បីផ្ដល់មើលឲ្យខោមានភាពស្អាតនិងទន់ច្រត់វាជាដំណើរការសំខាន់ក្នុងការផលិតរូបរាងល្អបន្ទាប់មកនៅពេលដេរភ្ជាប់ផ្នែកអំពីវនីវនិងផ្នែកខោក្រោមដែលតាមប្រពៃណីត្រូវបានដេរជាផ្នែកបូកសង្ខេបប៉ុន្តែបច្ចុប្បន្នអាចមានទីតាំងខុសគ្នាសូមទុកចន្លោះដេរប្រហែល1 សង់ទីម៉ែត្រនៅចាប់ផ្ដើមនិងចប់ដើម្បីងាយស្រួលភ្ជាប់ទៅនឹងសាច់ពាក់នៅខាងក្រោយបន្តទៅទៀតសម្រាប់ខ្នាតដេររបស់សន្លឹកក្រណាត់ត្រូវអនុវត្តបច្ចេកទេសកាត់ជាបណ្ដឹងដើម្បីកាត់ខ្នាតដេរឲ្យស្មើកន្លះវានឹងជួយកាត់បន្ថយបង្ហាប់នៃខ្នាតដេរនិងធ្វើឲ្យរូបរាងសរុបមានភាពរលោងនិងប្រណិតបន្តរួចទៅប្រើបច្ចេកទេសកូបាស្ដិចខាងក្នុងដើម្បីចងខ្នាតដេរនៅតំបន់ដែលបានភ្ជាប់ផ្នែកអំពីវនីវនិងផ្នែកខោក្រោមឲ្យរឹងមាំនៅជិតព្រំដែនដំណាក់កាលចុងក្រោយប្រើកញ្ចក់កម្ដៅអេរ៉ូនដើម្បីចាក់ក្រណាត់ឲ្យបានល្អឥតខ្ចោះត្រូវរៀបចំកែងកំណាត់ឲ្យស្អាតនិងប្រើកញ្ចក់នៅលើផ្ទៃខាងមុខរបស់ក្រណាត់ដោយទុកគម្លាតប្រហែល1 មីលីម៉ែត្រដើម្បីធានាឲ្យផ្នែកឆ្វេងនិងស្ដាំមានសម្ទល់ឲ្យគ្នាបន្ទាប់ពីបញ្ចប់ដំណើរការទាំងអស់សូមពិនិត្យមើលខដែលបានសម្រេចទៅដោយស្អាតនោះហើយជាការសម្រេចលទ្ធផល